ចាសូមគោរពជំរាបសួរបងប្អូនទាំងអស់គ្នាដែលកំពុងតែតាមដានទស្សនានៅលើ YouTube Channel ចាកូនចាប់មាសចា podcast ថ្ងៃនេះគឺមិនមានការគោរពអញ្ជើញបងអីតាមរយៈ email ឬក៏ផ្ញើសារអីគឺអត់ទេចាគឺបងមកដល់គឺសួរបងតោះថត podcast មួយពីរនេះអីចាគឺ podcast លក្ខណៈ podcast អាស្រ័យលើបដិស័យអញ្ចឹងចង់ថតពេលណាថតពេលហ្នឹងហើយក៏មានកម្រងថាត្រូវនិយាយអីដែរគឺថាចង់និយាយអីនិយាយហ្នឹងហ្នឹងហើយបងប្អូនអ្នកគ្នាខ្ញុំគិតថាពួកយើងពិតជាមិនមានការជ្រើសរើសប្រធានបទមួយដើម្បីទៅនិយាយទេប៉ុន្តែនៅក្នុង YouTube ហ្នឹងនៅក្នុងវីដេអូមួយហ្នឹងពួកយើងនឹងដាក់ចំណងជើង podcast មួយហ្នឹងថាម៉េចនៅពេលដែលពួកយើងនិយាយចប់ចាអញ្ចឹងមានន័យថាយើងមិនមានការរៀបគម្រោងសម្រាប់អនាគតទេមនុស្សពួកយើងចូលចិត្តផ្សងព្រេងជាមួយនឹងអនាគតយកអនាគតមកលើកសើចចាគឺយើងគឺជាមនុស្សនៅក្នុងបច្ចុប្បន្នសុទ្ធសាធគឺថាមានអីនិយាយហ្នឹងមានអីញ៉ាំហ្នឹងចាមានអីញ៉ាំហ្នឹងមានអីធ្វើហ្នឹងចាហ្នឹងហើយហ្នឹងហើយបងគឺជាម្ចាស់ page មានសង្ឃឹមដែលកំពុងតែវិវត្តរភាពអស់សង្ឃឹមជាបន្តបន្ទាប់បងជំរាបសួរបងថាចេះបងអញ្ជើញចេញមកពីពេញមកប្រហែលបានតែព្រលឹមឡើងមកដល់ពោធិ៍សាត់នេះបងចេញមកដូចជាម៉ោង 5:45 នាទីអញ្ចឹងហើយយប់អញសម្រានលក់អត់ចាធម្មតាបងលក់ធម្មតាទេអត់មានរំភើបថាអូបានមកពោធិ៍សាត់អីយប់ឡើងគេអត់លក់អីអត់ទេណាអត់ទេគឺធម្មតាចាហើយហ្នឹងហើយបងដោយសារតែថ្ងៃនេះពួកយើងអត់មានដូចថាគិតមុនថានឹងនិយាយអីទេប៉ុន្តែខ្ញុំគឺមានសំណួរក្នុងចិត្តជាច្រើនដែលកំពុងតែផុសមកដូចត្រីក្នុងទឹកអញ្ចឹងណាចាពីព្រោះខ្ញុំមែនតើអារម្មណ៍ខ្ញុំគឺពិតជាមិនដែលធ្លាប់គិតថាយើងនឹងមានវាសនាខ្ញុំនឹងមានវាសនាបានជួបបងដោយផ្ទាល់ហើយជាពិសេសគឺវត្តមានរបស់បងអញ្ជើញមកទីនេះហើយនេះគឺជាលើកទី3ណាបងលើកទី3ដែលបងអញ្ជើញមកទីនេះម្ដងហើយម្ដងទៀតដោយសារតែខ្ញុំជាអ្នកតាមដានអត្ថបទរបស់បងដែលសរសេរចែកម្លែកនៅលើបណ្ដាញទំព័រ Facebook មានសង្ឃឹមរបស់បងហើយបងក៏ជាអ្នកតាមដានpage របស់កូនចាប់រាប់សិបឆ្នាំមកដែរចាហើយពេលខ្លះរំភើបពេលអញ្ចឹងអានចំអត្ថបទហ្នឹងទៅវាចាក់ដោតខ្លាំងពេកអញ្ចឹងគឺអត់ comment នេះគឺផ្ញើសារទៅបងហ្មងណាហើយតែងតែមានចិត្តមួយតន្ទឹងថាបើសិនជាបងបានចេញស្នាដៃឬក៏បងបានចេញជាសភៅដឹងថាខ្ញុំរំភើបសប្បាយមិនទេអីចឹងណាយើងគួរតែជំរាបសួរបងដែរបងមានកម្រងចង់ចេញអត់អីអត់ចឹងការពិតបងមានកម្រងចង់ចេញដែរហើយកម្រងហ្នឹងគិតក្នុងចិត្តហ្នឹងយូរឆ្នាំមកហើយប៉ុន្តែដូចអត់ទាន់មានឱកាសទេពីព្រោះយើងរវល់ការងារផងការងារដែលយើងធ្វើរាល់ថ្ងៃហ្នឹងផងដល់អញ្ចឹងទៅក៏បានត្រឹមតែគិតហ្នឹងហើយបានត្រឹមតែគិតឡើងសោះណានឹងអត់តដល់កលៈហ្នឹងសោះនឹងអត់តបាទព្រោះអីធម្មតាការងារធ្វើសភៅនោះយើងត្រូវការមានពេលវេលាមួយពេញលេញដើម្បីភ្ជាប់ខ្លួនភ្ជាប់ពលឹងជាមួយនឹងអត្ថបទអីនឹងការរៀបចំហ្នឹងវាមានពលឹងហ៎បងណាយើងត្រូវបដោតអារម្មណ៍ចេញសភៅមកក្បាលមកមានតែអត្ថបទតែវាអត់មានអីផ្សារភ្ជាប់មួយអ្នកអានអញ្ចឹងណាចាហ្នឹងហើយយ៉ាងម៉េចដែរទៅជីវិតឥឡូវហ្នឹងគឺមមាញឹកដូចតែសពដងឬក៏វារយាលជាងមុនឬក៏យ៉ាងម៉េចចឹងណាបងប្រហែលឆ្នាំមកក្រោយនេះគឺមមាញឹកជាងមុនគឺច្រើនមែនតែនដូចថាចេះគិតថាតិចទៀតទៅនឹងតនេប៉ុន្តែជីវិតគឺពិតជាអត់មានតនេទេគឺរវល់រហូតបាយជាយើងគិតថានឹងវានឹងតនេប៉ុន្តែវាបាយជារវល់រហូតថាគឺដូចកូនចាប់និយាយលើកមុនអញ្ចឹងណាបញ្ហាតម្រង់ជួរមួយហើយឆ្លងផុតមួយឃើញឆ្លងផុតមួយហ្នឹងគាត់ជាគ្រោះបញ្ហាហ្នឹងហើយនឹងមានអាធំសុំផ្សេងទៀតភ្នំបញ្ហានៅតម្រង់ជួររាប់រយទៀតណាបញ្ហាធំនៅខាងមុខចាំយើងច្រើនណាស់អញ្ចឹងកុំតន់អស់សង្ឃឹមណាកុំតន់អស់សង្ឃឹមបន្តមានសង្ឃឹមយើងមានសង្ឃឹមជួបនឹងបញ្ហាធំជាងនឹងបន្តទៀតហើយមិនបានបងដាក់ឈ្មោះពេកបងថាមានសង្ឃឹមការដែលបងដាក់នេះនិយាយអារម្មណ៍ពិតណាគឺការដែលបងបង្កើត page ហ្នឹងគឺបងមានអារម្មណ៍អស់សង្ឃឹមមែនហើយការទៅសេ page ហ្នឹងមិនមែនរបៀបថាទៅសេឲ្យគេមើលទេសរសេរចារៀបរាប់ខ្លួនឯងពីព្រោះបងគឺមនុស្សដែលចូលចិត្តសរសេរហើយយើងក៏ពិបាករកអ្នកទៅចែករឿងក្នុងចិត្តណាអញ្ចឹងបងក៏យកការសរសេរហ្នឹងជាការដែលខ្ជាក់រឿងក្នុងចិត្តហ្នឹងហើយជាការអធិប្បាយទៅហើយយើងគិតថាប្រហែលជាមានមនុស្សខ្លះគាត់មានសាច់រឿងឬក៏អាចស្ដាប់យើងយល់គឺតាមហ្នឹងទៅចាបើមិនយល់ក៏ហីតាហើយឥឡូវហ្នឹងចង់បដូរ page ហ្នឹងមកអស់សង្ឃឹមវិញដល់ពេលអត់ទេបងថាពេលនោះបងអត់មានសង្ឃឹមបងវាអស់សង្ឃឹមក្នុងជីវិតបងបង្កើតឈ្មោះ page ដាក់មានសង្ឃឹមចុះដល់ពេលបងដូរ page ដាក់ថាអស់សង្ឃឹមអានឹងជីវិតបងចាប់ផ្ដើមមានសង្ឃឹមវិញហើយច
ចឹងមានតែអ្នកមើលទេអត់ចា ហើយបងបង្កើតเพจហ្នឹងយូរហើយនៅតាំងពីឆ្នាំណាមកបងចាំគឺតាំងពីឆ្នាំ2011អូ5ដល់10ឆ្នាំហើយចា5ដល់10ឆ្នាំហើយអត់ខ្វល់ពីចំនួន like follower អីទេគឺបងសរសេរដាក់ចូលអា page មានសង្ឃឹមហ្នឹងគឺជាកំណត់ហេតុអារម្មណ៍របស់បងមកចាកំណត់ហេតុជីវិតដែលយើងស្រឡាញ់ការអានការសរសេរក៏សរសេរទៅហើយគាត់ថាអ្នកណាគាត់អានយល់ក៏យល់ទៅបើអានមិនយល់ក៏មិនដឹងយ៉ាងម៉េចដែរគឺថាយើងអត់មានគោលបំណងអីដិតដាមថាត្រូវតែឲ្យគាត់យល់ត្រូវតែព្យាយាមអីអត់ទេគ្រាន់ថាតាមមួយតាមលំហការសរសេរអ្វីដែលយើងជួបតែប៉ុណ្្នឹងទៅបើបងព្យាយាមបងព្យាយាមឲ្យគេយល់បងនឹងឈឺចាប់ហើយនៅពេលហ្នឹងហើយមែនតាមែនតាចង់ឲ្យគេយល់ក៏មិនយល់ជេរគេទៀតហ៎ហេតុអីប៉ុណ្ណឹងក៏មិនយល់ទេហេតុអីមិនយល់ដល់ពេលយើងអត់ខ្វល់ពីថាគេនឹងយល់ឬក៏មិនយល់យើងសរសេរតែពីអ្វីដែលយើងយល់ការពិតបងឃើញថានៅពេលអត្ថបទដែលបងទៅសេទៅមនុស្សពិតជាយល់ប៉ុន្តែគាត់យល់ទៅតាមជ្រុងដែលគាត់ឃើញដូចថាជ្រុងដែលគាត់យល់បានអ្នកខ្លះគាត់មើលទៅគាត់ឃើញជ្រុងខាងនេះគាត់យល់បែបហ្នឹងមកពណ៌បែបហ្នឹងអ្នកខ្លះទៀតគាត់មើលទេអត់ទេឃើញពណ៌ខៀវអ្នកខ្លះទៀតឃើញពណ៌ក្រហមគឺមនុស្សអាចយល់បានទៅតាមកម្រិតរបស់គាត់ហើយអត់ខុសអត់ត្រូវទេតាមពិតមនុស្សពិតជាទទួលយកតែជ្រុងនៃសាច់រឿងរបស់ខ្លួនតែចាសូម្បីតែយើងមើលភាពយន្តក៏ដោយរឿងគេចង់ឲ្យអីអ្នកដែលគាត់ឲ្យសាច់រឿងនឹងទាំងមូលគាត់ពិតជាដឹងថាគាត់មានអ្វីនៅក្នុងនឹងខ្លះប៉ុន្តែយើងពិតជាប្រមូលយកតែអ្វីដែលយើងមានស្រាប់ទេហ្នឹងហើយហើយមុនហ្នឹងខ្ញុំចាប់អារម្មណ៍បងនិយាយថាធម្មតាយើងវាដូចថាវាជីវិតវាមានរឿងច្រើនហើយយើងក៏មិនដឹងជាមិនអាចរកអ្នកជជែកបានឬក៏រកអ្នកដែលនិយាយរឿងទាំងអស់ហ្នឹងបានទម្លាប់នៃការសរសេរចុះគឺជាគេហៅថាគឺជាវិធីមួយដែលយើងអាចបរិយាយឬក៏ជាក់ចេញនៅអាភាសាក្នុងចិត្តយើងចេញមកបានណាទាំងអស់ហ្នឹងវាបានជួយបងយ៉ាងម៉េចខ្លះដែរនៅក្នុងពេលវេលាកន្លងមកនេះការពិតឆ្លងកាត់បទពិសោធន៍ដែលបងធ្លាប់ទៅសេមកគឺបងរកឃើញថាខ្លួនឯងពិតជាចូលចិត្តសរសេរហើយមុននឹងចូលចិត្តសរសេរហ្នឹងបងបានបោះបង់គំនូរចោលការពិតបងគឺជាមនុស្សដើមតងនៃការពិតមុននឹងការសរសេរគឺបងគឺជាមនុស្សដែលស្រឡាញ់ការគូប៉ុន្តែដោយសារការហ្នឹងបងមិនអាចជាប់ការគូដោយសារយើងអត់មានអ្នកជួយបណ្ដុះបណ្ដាលយើងក៏ប្រឡងធ្លាក់ទៅការគូហ្នឹងហើយបងក៏បោះបង់ចោលហើយនៅពេលដែលបងបោះបង់ចោលទៅបងក៏នឹកឃើញថាចង់សរសេរក៏សរសេរហើយក៏នឹកឃើញថាតាមពិតខ្លួនឯងក៏មានទេពកោសល្យមួយទៀតគឺចូលចិត្តសរសេរនឹងឯងនឹងឲ្យបងក៏រើសការសរសេរនឹងទៅហើយពូជនៃការសរសេរការពិតទៅបងពិតជាពិបាករកអ្នកដែលនិយាយគ្នាស្ដាប់យល់ពីព្រោះមនុស្សជាទូទៅគាត់វិនិច្ឆ័យយើងហែងចេះមិនគួរគិតចេះអីអញ្ចឹងដល់អញ្ចឹងយើងយកกระดาษសភៅនឹងការសរសេរពីព្រោះអត់មានអ្នកណាគេกระดาษសភៅហើយនឹងបិចអត់ចាច់ស្មិនយើងតែអត់វិនិច្ឆ័យយើងថាយើងអាក្រក់យើងល្អទេវាដូចជាមិត្តយើងហើយក៏មិនគិតថាយើងមិនយ៉ាដល់ពេលអញ្ចឹងក៏ទៅលំហរហូតទៅយកសភៅធ្វើជាមិត្តអញ្ចឹងណាចុះបងផ្នែកមួយនៃជីវិតរបស់បងមានទម្លាប់ដោយសារតែបងផ្សារភ្ជាប់នឹងការសរសេរជាមួយនឹងសភៅតើផ្នែកមួយនៃជីវិតរបស់បងឬក៏ទម្លាប់ប្រចាំថ្ងៃរបស់បងមានបញ្ចូលនៅចូលចិត្តឬក៏ចំណូលចិត្តបងតាក់ទងការអានឬក៏អីហ្នឹងបងចូលចិត្តដែរមានគឺបងចូលចិត្តការអានហើយនឹងស្ដាប់ចម្រៀងស្ដាប់ភ្លេងស្ដាប់ចម្រៀងគឺចូលចិត្តពីរនឹងខ្លាំងហ្នឹងហើយអាននិងស្ដាប់ចម្រៀងហ្នឹងហើយស្ដាប់បទភ្លេងច្រៀងមកអត់ចូលចិត្តទេប៉ុន្តែចូលចិត្តស្ដាប់ហ្នឹងហើយហើយនឹងឲ្យចង់សួរបងដោយសារតែបងពិតជារវល់ខ្លាំងណាស់ជាមួយនឹងការងារចិញ្ចឹមជីវិតហើយមានការទទួលខុសត្រូវក្នុងនាមជាអ្នកម្ដាយម្នាក់ដែលចិញ្ចឹមកូនតែម្នាក់ឯងហើយជាមួយនឹងក្នុងនាមជាកូនម្នាក់ដែរមានន័យថាបងនៅកណ្ដាលជាកូនដែលត្រូវបម្រើថែទាំឪពុកម្ដាយហើយជាម្ដាយដែលត្រូវមើលថែទាំកូនស្រីថាតើនៅចន្លោះភាពដែលជាម្ដាយនិងជាកូននេះតើបងរៀនបានអ្វីពីចន្លោះរវាងបងទៅតែនឹកឃើញថាសួរសំណួរហ្នឹងការពិតបងពិតជាទទួលអារម្មណ៍អញ្ចឹងមែនបងនៅចំណុចកណ្ដាលរវាងភាពជាម្ដាយនិងភាពជាកូនបងរៀនបានចំណុចហ្នឹងច្រើនមែនតើគឺចាស់ទុំច្រើនបងទៅមិននឹកឃើញថាសំណួរហ្នឹងល្អមែនតើមុនដំបូងបងអត់យល់ថាភាពជាម្ដាយមកទេនៅពេលដែលយើងខ្លាយជាម្ដាយគេជាអ្នកទទួលខុសត្រូវគេយើងចាប់ផ្ដើមយល់ភាព
ជាឪពុកម្ដាយហើយនៅពេលដែលយើងនៅជាកូនយើងក៏ចាប់ផ្ដើមយល់ថាធ្វើជាកូនហ្នឹងយ៉ាងម៉េចចាយើងយល់បានសងខាងបានន័យថាអញ្ចឹងហ្នឹងវាថ្លឹងឲ្យយើងទៅថ្លឹងស្មើហ្មងហើយវាគឺវាគឺជាការរៀនមួយសម្រាប់ជីវិតល្អមែនតើតែមុននឹងថាយើងរៀនបានយើងត្រូវឆ្លងកាត់ការឈឺចាប់តស៊ូដែរពិតជាអញ្ចឹងតម្រាំតែអាចបើកគេហៅប្រអប់ដែលផ្ដល់នៅមេរៀននឹងឲ្យបងពិតជាបានទទួលនៅប្រអប់មួយនៃការឆ្លងកាត់នឹងធ្វើតេស្តយ៉ាងច្រើនរាប់មិនអស់មានពេលខ្លះបងធ្លាប់ដូចថាធ្លាប់មានអារម្មណ៍ថាតូចចិត្តឬក៏វាអារម្មណ៍ដែលតូចចិត្តណាម្ដងម្កាលនៅក្នុងជីវិតយើងដែលយើងត្រូវមកคล้ายជាមនុស្សម្នាក់ដែលថាតួនាទីនឹងរ៉ាប់រងហ្នឹងហើយបងធ្លាប់មានអារម្មណ៍យ៉ាបងទទួលស្គាល់ការពិតមួយគឺពីមុនបងធ្លាប់មានអារម្មណ៍បែបហ្នឹងគឺវាយងខ្លាំងមែនតើបងចែករំលែកជាបបពិសោធន៍គឺបងតែងតែសួរសំណួរដោយថាក្រោបព្រលឹមឡើងបងត្រូវឃើញកូនធំជារៀងរាល់ថ្ងៃហើយបងត្រូវចុះមកឃើញឪពុកម្ដាយបងចាស់ជារៀងរាល់ថ្ងៃពីមួយថ្ងៃទៅមួយថ្ងៃពីមួយឆ្នាំទៅមួយឆ្នាំអញ្ចឹងបងតែងសួរសំណួរថាហេតុអីបានជាខ្ញុំចាហើយបងនឹកឃើញគំនូមួយផ្ទាំងដែលបងភ្លេចឈ្មោះកុមារនឹងទៅដែលរែកឪពុកឪពុកម្ដាយដែលខ្វាក់ខ្វិនណាសវណ្ណសាហ្នឹងហើយបងនឹកឃើញរូបគំនូនឹងមុនគេថាឲ្យបងឲ្យសួរខ្លួនឯងថាហេតុអីបានជាខ្ញុំហេតុអីបានជារឿងហ្នឹងត្រូវមកខ្ញុំរ៉ាប់រងគឺសួរសំណួរហ្នឹងយូរដែរក្រោយមកទៀតប្រហែលជាបងចាស់ទុំបងរៀនបានច្រើនពីរឿងទាំងអស់ហ្នឹងឥឡូវបងអត់សួរថាហេតុអីបានជាខ្ញុំទេតើរឿងហ្នឹងបងរៀនអីឲ្យខ្ញុំហើយនៅពេលដែលបងរៀនបានពីរឿងហ្នឹងបងពិតជានឹកឃើញសំណួរនឹកឃើញចម្លើយមួយថាបងគឺជាមនុស្សម្នាក់ដែលស័ក្តិសមទទួលភារកិច្ចនឹងជាងអ្នកណាទាំងអស់ហើយពេលហ្នឹងជីវិតគឺពិតជាស្រស់ស្អាតមែនមានន័យថាយើងលេងទៅទាស់ជាមួយនឹងអាមេរិកនឹងហើយយើងរីករាយនឹងអាមេរិកនឹងវិញប៉ុន្តែយើងពិតជាត្រូវឆ្លងកាត់ពេលវេលាលំបាកលំបិនមួយមែនដើម្បីឲ្យដល់នឹងឲ្យដល់ចំណុចមួយដែលយើងអាចរីករាយទទួលយកបញ្ហានឹងបានណាទទួលយកអាហ្នឹងទទួលយកភារកិច្ចមួយហ្នឹងហើយដែលថាអានេះគឺសម្រាប់ខ្ញុំហើយខ្ញុំត្រូវតែធ្វើវាបានល្អបំផុតហ្នឹងហើយពីព្រោះបងពិតជាឃើញថាយើងស័ក្តិសមនឹងទទួលរឿងហ្នឹងហើយវាបានបង្រៀនយើងច្រើនមែនតើខ្ញុំពិតជាស្ដាប់មួយឯងទៅខ្ញុំវាទៅដល់ក្នុងរឿងហ្នឹងជាមួយមួយឯងហ្មងដោយសារហេតុអីទៅតែពេលថ្មីហ្នឹងដែលខ្ញុំឈប់សួរសំណួរថាហេតុអីបានជាត្រូវតែជាខ្ញុំត្រូវហើយហេតុអីក៏ជាខ្ញុំគ្រប់រឿងហ្នឹងហេតុអីបានត្រូវតែមានខ្ញុំនៅក្នុងហ្នឹងប៉ុន្តែយើងស្រាប់តែទទួលបានអារម្មណ៍មួយថាខ្ញុំពិតជាស័ក្តិសមនឹងកើតមកដើម្បីទទួលអានឹងហើយខ្ញុំរីករាយខ្ញុំនឹងធ្វើវាឲ្យបានល្អបំផុតអញ្ចឹងនៅពេលដែលខ្ញុំស្ដាប់ឯងនិយាយមិញហ្នឹងខ្ញុំទៅដល់សាច់រឿងនោះមកឯងស្ដាប់មកអើយឡើងរំភើបមែនពេលដែលរកមនុស្សដែលអាចឆ្លងកាត់រឿងហ្នឹងបានហើយមកជួបគ្នាហើយនិយាយគ្នាហ្នឹងវារំភើបវាជីវិតវាស្រស់ស្អាតនៅត្រង់ថាដែលយើងអាចអង្គុយនិយាយគ្នាជាយើងថ្ងៃនេះបានណារឿងរ៉ាវទាំងអស់ហ្នឹងវាជាអ្នករុញឲ្យយើងបានហើយការដែលភាពចាស់ទុំដឹកនាំជីវិតខ្លួនឯងហ្នឹងគឺជារឿងដែលបងគិតថាវាស្រស់ស្អាតមែនតើពីព្រោះរឿងទាំងអស់នោះវាពិតជាដោះខាត់សំលៀងឲ្យយើងអត់រឹងមាំអត់ចោះចាញ់ងាយទេហ្នឹងហើយយើងអាចលីកខ្លួនឯងបានបងធ្លាប់មានអារម្មណ៍ថាពេលខ្លះហើយសូម្បីតែឱកាសខ្លាយជាមនុស្សទុនជ្រាយតែមួយថ្ងៃពីរថ្ងៃក៏អាចមានណាមកឯងធ្លាប់មានអារម្មណ៍ហ្នឹងឯងយ៉ាពិតមែនពេលខ្លះងើបទៅទាំងឈឺទាំងជាហើយដល់ពេលអញ្ចឹងយើងពិតជាឃើញចំណុចហ្នឹងហើយរឿងមួយទៀតដែលបងច្បាស់គេសួរថាហេតុអីបានជាយើងមើលទៅដូចជ្រើសរើសរឹងមាំបានទេបើសិនជាឲ្យខ្ញុំរើសខ្ញុំនឹងមិនរើសផ្លូវរឹងមាំទេខ្ញុំចង់ធ្វើពនាងម្ចាស់នៅក្នុងពាក់មកុដមានគេលើកទឹកតែមានគេ serve ដូចថាឲ្យយើងអត់ឲ្យយើងពិបាកចង់ធ្វើជាពនាងម្ចាស់ប៉ុន្តែខ្ញុំពិតជាអត់មានជំរឿពីព្រោះការពិតទៅនៅពេលដែលធម្មជាតិប្រទានជីវិតឲ្យខ្ញុំគឺគាត់ឲ្យខ្ញុំជាអ្នកចម្បាំងមិនមែនឲ្យខ្ញុំចង់បានទេអ្វីដែលខ្ញុំចង់បានវាខុសពីផ្លូវដែរជីវិតឲ្យខ្ញុំអញ្ចឹងមានន័យថាខ្ញុំត្រូវធ្វើជាអ្នកចម្បាំងមិនមែនធ្វើជាពនាងម្ចាស់ទេស្រាប់បងនិយាយមិញទៅខ្ញុំនឹកឃើញឃ្លាមួយនៅក្នុងភាពយន្តដែលខ្ញុំទៅមើលថ្មីនេះគេបានពោលថា you did not choose this life
dương bật cho miên chùm rơ mền bài dân hay xua bật mền hay nhung chưa tha nẹt rock nia đôi kia đại bài dân chỉ pe ní xua nẹt rock nia tha nẹt rock nia chưa trong chưa rơ chỉ vật bài ní tế no nẹt na cả trong chưa rơ chỉ vật lọ chinh ní đại từ tam ở vậy để quạt cật cu bàn tay thiết bật đầm ná chỉ vật mình chẳng thì tay tạo ai xe màu dương tay dương prom từ tua vi ọt bong thọ bong bằng hai nhở việc tham bong miên côn sài bong thọ bằng hai nhở phim tôn soi ai rồi bong mà đau mà cá tạo nè nó nông te rồi có ai chịu phục mà đai rồi côn sài nó ăn khơi đây miền hai bongกระทานเนี่ยได้สกอลบองจะบ้าจริงเก๋คือกนใส่ดอกบองปีปลัวมันแมนบองมันทลอปะปะจัดมันแมนมันทลอสระตักในเตะให้ก็มันแมนบองเฟอร์ได้มินไปคลายบคลาบองปัดเจียทลอสระตักในให้ไปให้จะกอดไอเคยปนใต้จีเรียงรอปรักเงือบล่างบองใต้ใต้สวาหับให้ตึกเวอร์กาต่างออกนวิงมินในท่าเพียบรังมอมดอกบองมนุษย์ไปคลามันแมนมินในท่าเนี่ยมันยมเตะเนี่ยอาจยมบานเนี่ยไอการตกบ้านเนี่ยไอสาวสาวบ้านปนใต้เนี่ยแต่งแต่เงือบมาดองให้มาดองเตียนมันทาเรื่องนั้นอย่างไม่เตยยื่นเนื้อแต่เงือบแต่งมาดองเตียนนี่คือเชียแต่ยมกระทาเพียบรังมอมดอกบอมมนุษย์คือไอเอาเพียบตุนเชื่อการล้างบานให้เนื้อแต่ต่อสู้เงือบแต่หมกเตียบานโดยมันจำบัดเมียนการเลือกตักจัดปีนามันเนี่ยเตยเมื่อเตียบอกยมกระทาต่ำร้อนแต่ดำหนาชีวิตบ่ยืมมันเนี่ยนั่งเดียวบุตรใบมาได้จำหน่อยอะไรเนี่ยมาได้เป็นเนี่ยขณะนี้ได้ยืมกับกงแต่งตัวจะใจเคลียร์ปีเรื่องแต่ก่อนนั้นเบี้ยแต่งแต่เปะป้อนจะมวยหนึ่งร้อนเลือกในการสำหรับจัดตัวจะบ่ยืมจ้ะบ้องพลบบรรทุกคลวนเองที่จมวยหนึ่งการสำหรับจัดนามวยในคลองชีวิตแต่บ้องสำหรับจัดมวยหนึ่งเฮ้ยบ้องสำหรับในการอารมณ์สังไซทัตตีอันบ้องมันสำหรับจัดจังบ้องสำหรับจัดเจ๊วิ่งตาอันยังเบี่ยงเหมือนเจ๊บ้องทลบเมียนเอาสำเนาไงทลบเมียนปัจจุบันทลบเมียนท่าขยมกูแต่เรื่องนี้แต่เพลิงนี่เต๋อเพลิงเดี๋ยวยมเรื่องนี้วิอัตเตอร์เด้ปนใต้เทียดปัดดำน้ำชีวิตคือยังเชื่อเรื่องแบบน่าก็เตอได้ปนใต้วิเคราะห์จัดยืงจ้าวิเคราะห์จัดยืงเหม็นโอ้ท่าแล้วขยมเชื่อเรื่องโบราณมันเนี่ยดิมนุษย์มันเนี่ยดิโอ้แต่ฮ้อนะเสียไปยืงท่าอัปเต้เลยเนยจมูกนี่เดือดเถอะตามปัดวิเมียนดำน้ำนั่งรวยหายวิตรมเตอให้ดำน้ำนั่งวิเมียนหายปนใต้วิเคราะห์จัดยืงจังใจจัดยืงแล้วเนี่ยนั่งไงแล้วนั่งยืงอัดโปรมแต่ตัวแต่ตามการปัดวิตรหายดำน้ำนั่งวิตรแต่จังหายตัวใบจุดนี้สำหรับจัดข้อก็เตอร์นึกขนมดำน้ำได้วิเคราะห์น้องกะละแต่สะไปน้องนั่งไงตายวิเคราะห์จัดยืงวิเคราะห์จัดปัจจุบันเนี่ยจัดปัจจุบันนั่งไงอันนั้นชื่อจับว่าจัดเราแต่สร้างไซทำบ่เส้นจะยืงเกิดแบบนู้นไปให้จีเจนจบปันท้ายมันประกอบเลยนะบ่ยืงเกิดแบบนู้นอันหนึ่งมันเมียนยืงอ่ะเรานี่ได้กระปุงแต่เกิดจังไงนะไม่ใช่ยืงทางท่ายืงเมียนจุ่มเรือเต้ยืงนั่งมันโตครูนไอ้ฮะก็มันโตเนี่ยเราเตยได้จ้าบองให้เจ้าสุบอกในซาโรทั้งบองจนจำโกนใส่ตาบองบานบองเรียนโกนตามระยะรูปเพียบหรือก็จีบดบองฉลองกัดนั่งตาบองก็แต่บองบานบองเรียนโกนอย่างไม่เจอโอเคประชมจมวยนังจีบดหรือก็ปัญหาจีบดได้นังโจมาในไปจะบรรทอนในขนมดำน้ำจีบดบอกกี้เอาไว้ได้บองใหญ่จมูกโกนคือมันจีจานประมาณนี้ปนใต้เอาไว้เดี๋ยวบองทั่วคือจานกอดไอปีนัดมือปีพรวบบองชื่อทาเขม้งกอดแตงใต้มือดามเชิงปกมาได้ก่อนจีเรียงรอทั้งไงจังเอาไว้เดี๋ยวบองนี่ใหญ่คือมันจานปนใต้บองทั่วจานจังเอาไว้เดี๋ยวบองจับปีโกนบองบานตลับมาไว้คือกอดเรื่องมอมในเพลย์จัดรวยใหญ่โกนั่งให้เอาไว้เดี๋ยวบองบังเรียนคือตีมวยก็มารู้เนื้อควับก้นเนี่ยเราเตยนั่งไงรู้อย่างไม่เรียงนั่งควับใบจมูกคลวนไอนั่นคือเรื่องสำคัญอันนั้นยังรู้เนื้อแต่กระถางเถินใจคอเถินจอกคอในแก่จังวิอัดเถิดแต่ปีพรัวมันนึกอัดยังอัดไอtừ bầm pin mình đúng rồiจัดเตะตัวใบยังไซก็คอได้นะไปคลาแต่พอยังก็เจอพวกอย่างไม่ก็มันได้จัดเกะได้ปีพรัววิอัตราสลับแต่หายนะจัดนั่งไปคอจัดเกะให้บองนักเคยเปียมวยได้เปียได้บองนี่ยัยปรับแต่โกนใส่บองปรับท่าบาโกนมันอายกรบกรองครูนไอเต้โลกนี่หนึ่งกรบกรองโกนปีพบโลกนี่หนึ่งกรบกรองโกนมนุษย์กรบเนียหนึ่งกรบกรองโกนเรื่องราวในขนมโลกนี่กรบกรองโกนจังโกนเชี่ยงแต่โกนเตยกรบกรองเนี่ยเราเตยโกนกรบกรองครูนไอโปรการนาโกนไอกรบกรองครูนไอเนี่ยเราเตยเรื่องใส่เรื่องขังไกล
mình ai cướp rong cồn bàn tê anh nâng cứ bong đại bong bắt đầu khăng á cứ ai quạt riêng cướp rong luôn ai nâng ngày anh nâng hay bongปัจจุบันเคยทาก็เคยจัดบอกว่าเรื่อง cứ quạt ai đào từ phơi nâng hải quạt đào phơi nâng hải កូនស្រីបងអាយុប្រហែលហើយបច្ចុប្បន្ន 16ហើយប៉ុន្មាន ចាស់ទុំเนาะបើគេអាចស្ដាប់រឿងការសន្ទនាជាមួយបងចាស់ទុំដោយសារយើងអាសាតែចែកគ្នាហើយតាក់ទងនឹងផ្លូវចិត្តយើងក៏បានតែចែកគ្នាស្គាល់គ្នាច្រើនកូនបងចាស់ទុំចាហ្នឹងហើយចាស់ទុំណាស់ជប់ចង់សួរបងចាស់ចេះតាក់ទងជាមួយនឹងថាជីវិតដែលក្រោកឡើងត្រូវតែមានតួនាទីមួយទៅកន្លែងការងារមួយថ្ងៃពេញហើយចុងសប្តាហ៍ត្រូវចំណាយពេលជាមួយនឹងម្ដាយឪពុកមើលថែកូនតើមានថ្ងៃខ្លះដែលបងគិតថាចង់ទៅណាឆ្ងាយសម្រាប់តែឯងមួយថ្ងៃអីចឹងណាយ៉ាម្ដងមកកាលបងមានអាសាអញ្ចឹងដែរតាមពិតទៅនៅពេលដែលយើងដើរដល់ចំណុចមួយដែលឲ្យទៅគាត់ណាយើងមិនបញ្យល់គាត់ទេគាត់នឹងយល់ពីយើងហើយគាត់នឹងមិនហួងហែងយើងទេពីមុនឪពុកម្ដាយបងហួងហែងបងណាដល់ពេលក្រោយមកបងចេះផ្ដល់ឲ្យគាត់គ្រប់ផ្ដល់ឲ្យដោយសត្វចិត្តអញ្ចឹងគាត់ក៏ផ្ដល់ឲ្យយើងវិញកូនទៅគាត់ឃើញយើងហត់ហើយយើងឲ្យគាត់ហើយវាដោះដូរមកdirectចាហើយបងឃើញមួយរឿងមួយទៀតដែលបងពិតជាចង់ចែករំលែកនៅក្នុង podcast ហ្នឹងគឺសំខាន់មែនតើបងគឺជាមនុស្សស្រឡាញ់គំនូរប៉ុន្តែធៀបពិតបងអត់បានជោគជ័យនៅក្នុងផ្លូវគំនូរទេបងបែរជាមកសរសេរវិញប៉ុន្តែរឿងមួយដែលបងពិតជារីករាយគឺឥឡូវកូនស្រីបងគឺជាអ្នកគំនូរដ៏ប្រកែកម្នាក់ចេះគូររូបហើយអាចជួយនៅក្នុងសង្គមបានហើយគូររូបមកផ្ទាំងយ៉ាងស្អាតនៅថ្ងៃ Mother Day ឲ្យបងថ្ងៃម្ដាយបងចង់តែចែកនឹងឲ្យបងចង់និយាយថាបងគឺជាមនុស្សដែលស្រឡាញ់គំនូរសភៅបងមួយណាក៏មានគំនូរដែរមិនមែនដូចគ្រួសារដឹងដែរអញ្ចឹងណាប៉ុន្តែធៀបពិតទៅដំណើរជីវិតអត់ឲ្យបងខ្លាយជាវិចិត្រករអ្នកគំនូរទេអញ្ចឹងនៅពេលស្រាប់តែកូនស្រីបងមកគាត់ចូលចិត្តគូគាត់មានដងគូហើយបងឃើញគាត់គូអញ្ចឹងបងចាប់ដើមឃើញខ្លួនរូបភាពខ្លួនឯងពីក្មេងហើយបងក៏តាំងចិត្តថាបងនឹងបណ្ដោះកូនហ្នឹងទៅតាមអ្វីដែលគាត់ចង់ហើយរឿងដែលបងសប្បាយចិត្តគឺកូនបងអាចរកឃើញខ្លួនឯងឆាប់គាត់អត់វែងទេគាត់ដឹងថាគាត់ចូលចិត្តគំនូរបងរុញគាត់ទៅគំនូរហើយទៅបងដឹងថាភាពជាម្ដាយភាពជាអ្នកគ្រប់គ្រងការរុញកូនឲ្យទៅតាមអ្វីដែលជាទេពកោសល្យរបស់គាត់គឺជារឿងសំខាន់មានពេលខ្លះយើងចេះថាអូអត់ទេកូនដើរផ្លូវនេះទៅបានលុយច្រើនអីអញ្ចឹងចំណេញច្រើនយើងរុញគ្នាទៅខាងហ្នឹងប៉ុន្តែធៀបពិតត្រូវឲ្យគាត់រកខ្លួនឯងហើយយើងជាឪពុកម្ដាយគឺរុញគាត់ឲ្យទៅតាមអ្វីដែលគាត់មានដែលគាត់ស្រឡាញ់ដល់ពេលអញ្ចឹងដល់ពេលអញ្ចឹងគាត់រីករាយនឹងដំណើរជីវិតរបស់គាត់ហើយបងដឹងថាបងមោទនភាពមួយដែរក្នុងភាពជាម្ដាយថាអូខេអ្វីបើបងមិនអាចខ្លាយជាវិចិត្រករម្នាក់ប៉ុន្តែបងមានលទ្ធភាពគ្រប់គ្រាន់ចាអាចឲ្យកូនទៅឲ្យពេលខ្លះបងយល់ភាពជាអ្នកដឹកនាំគឺពិតជាអាចឲ្យអ្នកក្រមកគាត់រីករាយនឹងធ្វើរឿងដែលគាត់ចង់ធ្វើចាអញ្ចឹងរឿងហ្នឹងគឺជារឿងសំខាន់យើងអត់អាចបខំគាត់ទៅតាមផ្លូវដែលយើងចង់ទេអាហ្នឹងរឿងមួយហើយពេលដែលបងមើលផ្ទាំងគំនូរដែលគាត់គូថ្ងៃ Mother Day ឲ្យទៅម្ដាយហើយគាត់និយាយថាម៉ាមីគាត់ហៅបងម៉ាមីគាត់ថាម៉ាមីគួរតែរៀនគូជាមួយកូនពីព្រោះយើងបានគ្នាជជែកគាត់និយាយអញ្ចឹងណាគាត់តាមពិតនៅក្នុងពីក្រោយនៃរបស់គាត់បងស្ដាប់បានគាត់ដឹងថាបងជាមនុស្សស្រឡាញ់គំនូរអញ្ចឹងគាត់ថាដូចជាពាក្យគាត់ថាកុំបោះបង់អ្នកអាចទៅបានទៀតន័យរបស់គាត់គឺក្នុងន័យអញ្ចឹងបងស្ដាប់បានកូនបងថាបងពិតជារំភើបដោយកូនចាស់ទុំដោយមិននិយាយត្រង់ណាហើយបងក៏ប្រាប់គាត់ថាកូនឥឡូវម៉ាមីចាប់បានហើយគឺម៉ាមីចូលចិត្តសរសេរហើយកូនក៏ចូលចិត្តគូហើយយើងនឹងសហការយើងនឹងសហការក្នុងសភៅរបស់អ្នកម្ដាយហ្នឹងហើយយូររួចហើយបងក៏ប្រាប់គាត់ថាពេលដែលយើងរីករាយពេលដែលយើងធ្វើរឿងអីមួយដែលយើងស្រឡាញ់មិនចាំអ្នកដទៃលើកទឹកចិត្តទេពិតអូយចូលចិត្តមកឃ្លានហ្នឹងមិនចាំបាច់មានគ្នានឹងតើតែលើកទឹកចិត្តឲ្យយើងទៅធ្វើរឿងដែលគេស្រឡាញ់ហ្នឹងហើយឲ្យធ្វើឲ្យគេទៅគេចេះលើកទឹកចិត្តទៅធ្វើឲ្យខ្លួនឯងស្រឡាញ់បាក់យកអាហ្នឹងមកនៅពេលដែលយើងរកឃើញខ្លួនឯងហើយយើងស្រឡាញ់រឿងហ្នឹងមែនយើងមិនចាំបាច់ឲ្យអ្នកដទៃលើកទឹកចិត្តទេមិនតែប៉ុណ្ណោះទេយើងនឹងពុះពៀវាធ្វើដោយសេចក្តីស្រឡាញ់បើទោះបីជាមានអ្នកដទៃជាច្រើនអ្នកបំបាក់ទឹកចិត្តហ្នឹងហើយថាវាជារឿងអត់ប្រយោជន៍ក៏ដោយយកចិត្តមកឃ្លានហ្នឹងវាជាការពិតណាបងហ្នឹងហើយ
អើតែរឿងនឹងយើងពិតជាស្រឡាញ់ពិតប្រកបហើយចង់ធ្វើវាពាក្យបំបាក់ទឹកចិត្តលែងមានអតិពលហើយហ្នឹងហើយវាហើយពាក្យលើកទឹកចិត្តក៏វាអត់ចាំបាច់ដែរសំខាន់ចាំបាច់ពេកដែរពីព្រោះខ្ញុំរីករាយនឹងក្នុងការធ្វើនោះហើយព្រោះកម្លាំងចិត្តធំបំផុតគឺអាក្តីសម័យនឹងហើយហ្នឹងហើយអញ្ចឹងមានពេលហ្នឹងហើយអញ្ចឹងគឺរឿងដែលសំខាន់បងរីករាយគឺបងឃើញថាទោះបីជាបងមិនអាចខ្លាយជាវិចិត្រករម្នាក់ប៉ុន្តែបងមានកូនម្នាក់ដែលអាចមានទេពកោសល្យខាងហ្នឹងហើយអាចជំនួសបងបានប្រហែលជាជីវិតមិនអយុត្តិធម៌សម្រាប់បងពេកទេហើយខ្ញុំពិតជាមានសំណួរមួយដែលចង់សួរបងជាយូរមកហើយប៉ុន្តែគិតថាសួរពេលហ្នឹងបើសិនជាបងឆ្លើយបានបងឆ្លើយចុះតែបើឆ្លើយមិនបានទេអាចបដិសេធបានបងអាចញ៉ាំបងអាចលើកទឹកតែញ៉ាំបានមើលមកឆ្លើយមិនកើតចង់ជម្រាបសួរបងថាអញ្ចឹងមកដល់ដំណើរជីវិតវាមកដល់កន្លែងនេះតើបងមានដែលដូចថានិយាយត្រង់មកដែលនៅក្នុងជីវិតនេះវាចេះមានជួបអ្នកដែលគាត់ចង់រួមដំណើរជីវិតអីជាមួយបងអីក្រោយមកអីឃ្យូទៅណាការពិតសំណួរហ្នឹងពិតជាមានអ្នកចង់សួរបងច្រើនណាស់ហើយក៏តែគេអត់ហ៊ានសួរគេអត់ហ៊ានសួរបងដឹងតែបងឆ្លើយបានឆ្លើយបានក៏អីដែរអត់អីទេបងរីករាយនឹងឆ្លើយព្រោះអីយើងអាចចែករំលែកគ្នាបានហើយយើងទលាយបានហើយការពិតបងជួបមនុស្សច្រើនក្រោយពេលដែលយើងបែកបាក់បងជួបមនុស្សច្រើនហើយនៅពេលដែលយើងជួបមនុស្សច្រើនទៅបងដឹងថាតើយើងស្គាល់ខ្លួនឯងប៉ុណ្ណាយើងមិនមែនទៅស្គាល់គេទេតែយើងចង់បានមនុស្សប្រភេទណាអញ្ចឹងណាយើងចង់បានមនុស្សប្រភេទណាហើយបងក៏គិតថាមានមនុស្សល្អបងជួបទាំងអស់អត់មានអ្នកណាអាក្រក់ទេគេល្អជាផ្នែកគេប៉ុន្តែប្រហែលជាយើងមិនទាន់មានឧបនិស្ស័យដើរទៅគ្នាជាមួយគ្នាបានអញ្ចឹងយើងរាប់អានគ្នាជាមិត្តទៅអាចរាប់អានបានជាមិត្តអត់ទេពីព្រោះកាលណាអត់ទាន់ទៅឈានទៅស្នេហាយើងពិតជាអាចរាប់អានគ្នាជាមិត្តបានប៉ុន្តែបើចូលស្នេហាហើយមករាប់អានគ្នាជីវិតអ្នកនឹងមានអារម្មណ៍ផ្សេងហើយនឹងមែនទេពិតជាចូលចិត្តគំនិតរបស់បងហើយអ្វីដែលបងយល់ហ្នឹងបងអត់ដេញតាមទេដូចម៉ាក់បងថាចាស់ជួបបងអាដាហើយនៅម្នាក់ឯងមើលទៅដូចឯកោណាស់មួយយកប្តីអីមួយទៅរកប្តីអីមួយទៅហើយបងចេះនិយាយលេងមួយគាត់តាំងខ្ញុំរវល់ណាស់ពូបើប្តីទំនេរមករកខ្ញុំវិញមកខ្ញុំនៅតែនឹងទេខ្ញុំអត់ទៅណាទេខ្ញុំអត់រត់កិច្ចទេហើយពិតជាបងមានគម្រោងមានតែធ្លាប់មានក្តីសម័យថាជីវិតបងនឹងចាប់ផ្ដើមមិនរួមដំណើរជាមួយអ្នកណាម្នាក់អីដែរទេនៅក្នុងជាបាត់អ្នកនេះបាត់អ្នកនោះគេដឹងខ្លួនគេអត់និយាយទេគេស្គាល់គ្នាហើយយើងទេដែលទៅសួរថាហេតុអីបាត់អ្នកនេះអ្នកនោះដូចជាមិនសូវឃើញបដាគ្នាគេថាអីបាយនិយាយហ្នឹងក៏បងចាក់ដោទេនេះជាញឹកញាប់គឺខ្ញុំតែទទួលបានសំណួរមួយគេសួរថាមិនគុំដែលឃើញប្តីមកអាសាឃើញនៅក្នុងគេសួរមែនចាំជិះឆ្ងល់ថាតើតែជាការដែលយើងត្រូវបង្ហាញឲ្យគេឃើញទៅវាឃើញហ្នឹងហើយទៅវាមិនទៅពីគេអស់ចិត្តណាទៅគេអស់ចិត្តថាអូជីវិតយើងវាមានក្តីសុខហើយឬក៏យ៉ាងម៉េចតែគេពិតជាបារម្ភអំពីសុខសុវត្ថិភាពរបស់យើងអត់ទេការពិតនិយាយចំយើងមើលទៅក្នុងអាវីដេអូមើលអីដែលយើងផុសហ្នឹងយើងទីមទីទាំងហេតុអីបងឃើញថាមនុស្សមិនមែនសួរតែម្នាក់ទេសួរគ្រប់តែគ្នាឲ្យតែឃើញប្តីប្រពន្ធចុះមកឃើញថតប្រពន្ធអត់ឃើញប្តីហើយចុះប្តីថាអីយើងនឹងចង់ដឹងជីវិតផុសគេហើយបើសិនគេនៅជាមួយគ្នាឬបែកគ្នាជីវិតយើងនឹងវាល្អប្រសើរយ៉ាងម៉េចគាត់ពិតជាគាត់មិនមែនចង់ដឹងដើម្បីអ្វីទេគាត់អាចចង់ដឹងមើលមិនទៅវាមិនទៅខ្ញុំពិតជាបងមានរឿងជាច្រើនណាមានសំណួរខ្លះយើងពិតជាចង់សួរឧទាហរណ៍ដូចសំណួរដែលខ្ញុំចោទសួរបងមុនហ្នឹងយើងមានសំណួរនៅក្នុងចិត្តមកជាយូរហើយប៉ុន្តែយើងមិនអាចចេះតែហានៅទីណាក៏បានបើកលៈទេសៈហ្នឹងមិនឲ្យយើងសួរក៏យើងមិនសួរយើងពិតជាអាចចេះរងចាំពេលវេលាមួយសមគួរដើម្បីចោទសួរសំណួរយើងអត់ធ្មត់របស់យើងបាន10ឆ្នាំក្រោយសួរក៏អត់អីដែរជាអាចសួរបាន10ឆ្នាំក្រោយអាចសួរបានយ៉ាល្អហើយនៅពេលដែលយើងរងចាំហើយនៅពេលដែលយើងបានសួរនៅពេលបានចម្លើយបែបណាក៏ស្រស់ស្អាតដែរហ្នឹងហើយក៏មិនរំពឹងថាគេនឹងឆ្លើយបែបណាហ្នឹងហើយចាប៉ុន្តែយើងសួរឲ្យអស់ចិត្តបងសួរមួយមើលសួរមួយទៀតមើលនៅក្នុងជីវិតបងធ្លាប់មានដូចថាបងក្រាស់អ្នកណាហើយបងប្រសារភាពប្រាប់គេអីមានដែលអត់សួរតាំងពីក្មេងមកមើលបងគិតតិចសិនព្រោះយើងគិតពីក្មេងមកដូចជាអត់ទេណាតែស្រឡាញ់គេក្នុងចិត្តអីអត់ប្រាប់គេធ្លាប់កាលនឹងបងរៀនថ្នាក់ទី2ហើយបងក្រាស់ប្រធានថ្នាក់ថ្នាក់ទី2បងប្អូនប៉ុន្តែបងមានទម្លាប់មួយអាក្រក់ចាមើល
ពេលបងលួចស្រឡាញ់ប្រធានថ្នាក់ទី2ទី3យើងរៀនមួយគ្នាហ្នឹងលួចមើលគេលួចពេញចិត្តគេអញ្ចឹងកូនក្មេងម្នាក់ហ្នឹងហើយលេងស្រាប់តែថ្ងៃមួយបានបងដឹងថាម្នាក់ហ្នឹងស្រីក្រាស់ឡើងចង់មកថ្នាក់ប្រធានថ្នាក់ហ្នឹងឯថ្នាក់ផ្សេងទៀតក៏ក្រាស់គាត់ដែរហើយបងស្រីបងហ្នឹងក៏គាត់ចដូនមួយហ្នឹងក៏លួចពេញចិត្តម្នាក់ហ្នឹងហើយស្រាប់តែបងឃើញថាមនុស្សក្រាស់គាត់ច្រើនពេកបងឈប់ក្រាស់គាត់និយាយបងឯងពិតជាអត់ចូលចិត្តប្រជែងជាមួយគេអត់ទេហើយបងគិតថាអញ្ចឹងអត់ដឹងមិនខ្មិចហ្នឹងសារជាតិផងបងមើលបងពេលឃើញគេមកគេម្នាក់គេតាំងម្នាក់ហ្នឹងស្អាតគេនាំគ្នារសើរម្នាក់ហ្នឹងក្រាស់ម្នាក់ហ្នឹងគ្រប់គ្នាហើយបងគិតថាអូមិនមែនតែខ្ញុំផងហើយនេះស្រាប់តែបងឈប់ក្រាស់ម្នាក់ហ្នឹងដោយខ្លួនឯងហើយមិនឈឺចាប់អីទាំងអត់ទេអត់ឈឺចាប់ទេមែនចាចង់ស្រឡាញ់តែម្នាក់ឯងណាតែហ៊ានគេស្រឡាញ់ដែរក៏អត់មានឈឺចាប់អីដែរប៉ុន្តែឈប់ស្រឡាញ់អត់នៅវិសារជាតិផុសក្មេងផុសយើងហ្នឹងគឺអញ្ចឹងហ្មងបងអត់ចូលចិត្តប្រកួតប្រជែងទេពិតមែនវាពិតជាបង្ហាញថាបងអត់ចូលចិត្តប្រកួតប្រជែងបងចូលចិត្តមែនអត់ដែរចូលចិត្តយកចំណាប់អារម្មណ៍អត់ទេពីព្រោះបងគិតថាដូចមានអារម្មណ៍កាលពីក្មេងហ្នឹងបងមានអារម្មណ៍ថាអញ្ចឹងខ្ញុំគិតថាខ្ញុំក្រាស់តែឯងវាមានតម្លៃដល់ពេលម្នាក់ហ្នឹងគេក្រាស់គ្រប់គ្នាហើយទោះអត់បីជាអត់ខ្ញុំក៏អត់អីដែររបៀបថាក៏គេមានអ្នកផ្សេងក្រាស់ដែរអត់អីទេរបៀបចឹងហ្នឹងហើយដំបូងគឺថាគ្មានណាស្រឡាញ់ចេះតែស្រឡាញ់មានស្រឡាញ់ដល់ចេញបាទបងប្អូនទាំងអស់គ្នាវគ្គមុនជួបជាមួយកូនចាបប៉ុន្តែវគ្គនេះខ្ញុំមកជំនួសចឹងបងប្អូនទាំងអស់គ្នាយើងចង់ដឹងសាច់រឿងមកជាដើមបន្ថែមទៀតគឺពាក់ព័ន្ធជាមួយនឹងកូនម្ដងបាទគេថាម្ដាយកាចកូនល្បិចក្នុងសាច់រឿងហ្នឹងមិនដែរបងខ្ញុំឃើញមានចកាម្ដាយនឹងកូនគឺមិនត្រូវគ្នាតតែសោះមិនមែនឆ្លោះអីណាគឺល្បិចទៅល្បិចគឺថាតស៊ូមតិគ្នាជារៀងរាល់ថ្ងៃដោយសារតែចាប់ដើមធំឡើងគេខ្លាចជាយុវវ័យឈាមរាវគេដល់វ័យគេហើយបាទគេចាប់ដើមមានពិភពអញ្ចឹងគេចាប់ដើមតស៊ូមតិជាមួយគាត់យើងបាទគឺថាយើងតស៊ូមតិគ្នាខ្លាំងណាស់តស៊ូមតិហើយកូនហ្នឹងគឺចិត្តសាស្ត្រសហាយខុសខើកូនយើងវគ្គនិយាយដើមកូនតែបងគិតថាក្មេងដែលគាត់អាចមានសមត្ថភាពនៅក្នុងការប្រើល្បិចទៅគិតថាល្អដែរទេបងគិតថាមិនអាក្រក់ពីព្រោះមនុស្សដែលយល់ចិត្តសាស្ត្រហ្នឹងគឺអាចរស់នៅក្នុងសង្គមបានល្អតែគាត់យល់ណាអញ្ចឹងគាត់អាចឲ្យបានឲ្យអ្នកដទៃបានហ្នឹងហើយបងចូលចិត្តសោនអាចបងហៅដទៃនឹងបងហៅកូនបងរំមិនថាម៉េចទេបាទជាចន្ទាបតីហើយនឹងតែគេឆ្លើយចាស់អ្នកម្ដាយមកវិទ្យាការហ្នឹងដូចឆ្លើយឌឺដល់គ្នាទៅណាឆ្លើយហៅឌឺទៅគេហៅគេយើងឆ្លើយឈ្មោះគេពេញមកអញ្ចឹងទៅគេឆ្លើយចាស់អ្នកម្ដាយមកពេញដែរហើយជាទូទៅបងហៅឲ្យបងឆ្លើយខ្លួនឯងបងថាគាត់រវល់ធ្វើអីអញ្ចឹងបងហៅជាចន្ទាបតីចាស់អ្នកម្ដាយហើយដល់ពេលយើងនិយាយខ្លួនឯងឆ្លើយខ្លួនឯងគាត់ញើសមើលយើងហើយគាត់សើចអញ្ចឹងណាហើយចាប់ដើមជជែកគ្នាទៅតែជាទូទៅគឺអញ្ចឹងតែបងមើលទៅគាត់អាចគិតថាគាត់មានអបតិចក្នុងការដែលយើងតឹងរឹងមួយគាត់ទេចាតាមទៅគឺបងឃើញអញ្ចឹងនៅពេលដែលយើងដាក់ស្ដីគេឲ្យគាត់ធ្វើតាមគឺគាត់តស៊ូតែគឺទូទៅយុវវ័យគឺអញ្ចឹងគឺគាត់តែងតែរកអញ្ចឹងគាត់រកវិធីដើម្បីនាំយើងទៅពិភពរបស់គាត់វិញក្មេងខ្លះគាត់បង្ហាញអារម្មណ៍អីអញ្ចឹងដល់ពេលតែគាត់ដឹងថានៅពេលដែលបងដាក់1 2 3 4ទៅចេញគាត់ដឹងថាពេលដែលគាត់និយាយត្រង់មួយបងអត់អាចអញ្ចឹងគាត់ប្រើល្បិចវិញល្បិចណាបងប៉ុន្តែយើងឃើញមែនតើពីច្រើនវ័យរបស់បុគ្គលគឺគាត់ចង់ធ្វើអីដែលជាខ្លួនគាត់ហើយក៏គិតថាការធ្វើរបស់គាត់គឺត្រូវតែអត់ហើយមនុស្សចាស់តែងតែគិតថាវាគឺជាចំណុចដែលឆ្កងណាហើយគាត់តែមិនអាចនិយាយថាគាត់ខាំងគាត់ខាត់គាត់ថាកុំធ្វើអានឹងវាត្រូវអីចឹងតែក្មេងគាត់ជាជំនះចង់ធ្វើហ្នឹងហើយចង់ធ្វើប៉ុន្តែវាមិនខុសឆ្គងអីទេបើម្ដាយអញ្ចឹងឯងអញ្ចឹងបងខ្លួនជាម្ដាយពេលខ្លះបងត្រូវតែជួយជាម្ដាយផងជាឪពុកផងក៏ជាមិត្តភក្តិផងដែរហ្នឹងហើយប៉ុន្តែយើងដឹងថាគាត់ចង់បានអីយើងដឹងដែរតែពេលដែលគាត់មានបញ្ហាអីគាត់មកពីខាងដូចមិត្តភក្តិហ្នឹងគាត់ពិសាគាត់តែតែប្រាប់ពីមិត្តភក្តិគាត់ចេះចង់និយាយអីខ្លះតែគាត់ជួយខ្លះគាត់ប្រាប់បងមូលហេតុអីហ៎គឺដោយសារបងមានរឿងអីក៏បងប្រាប់គាត់ដែរយើងពិភាក្សាដូចគាត់មនុស្សម្នាក់ដែលអាចយល់ពីយើងច្រើនហើយអាចឲ្យយោបល់យើងច្រើនអញ្ចឹងណាគាត់ឲ្យយោបល់មកយើងដែរហ្នឹងហើយគាត់ឲ្យយោបល់ឲ្យថាអូម្នាក់នេះចេះហ្នឹងចេះគឺហើយនៅពេលដែលយើងស្ដាប់ទៅយើងដឹងថាកម្រិតខុសកូនហ្នឹងយ៉ាងម៉េចហើយយើងអាចយល់ពីគ្នាចែករំលែកពីបាត់មួយ
សប្បាយខ្លាំងនឹងសំខាន់ខ្លាំងណា បាទសំខាន់ព្រោះចាមែនតើខ្ញុំឃើញថាកម្រឪពុកម្ដាយជាមួយកូនអាចនិយាយរឿងក្នុងចិត្តមួយគ្នាបាន ហ្នឹងហើយ ភាគរយតិចមិនផុត ហ្នឹងហើយ ព្រោះយើងឃើញថារបៀបឪពុកម្ដាយគាត់អៀនខ្មាស់ចំពោះកូនហើយកូនអៀនខ្មាស់ចំពោះឪពុកម្ដាយចឹងសាច់រឿងរបស់ឪពុកម្ដាយគឺគាត់ពិភាក្សាតែរឿងគាត់ចឹងហើយក្មេងពិភាក្សាតែរឿងក្មេងតែខ្ញុំឃើញមានឪពុកម្ដាយដែលតិចបំផុតដែលអាចនិយាយរឿងក្នុងចិត្តឲ្យកូនដឹងហើយកូនអាចនិយាយរឿងក្នុងចិត្តឲ្យម្ដាយឪពុកដឹងបាទ គាត់ឯងគាត់យល់ពីបងនិយាយចិត្តដល់ទៅមានពេលខ្លះគាត់មកទៅជួយគាត់សួរយើង បាទបង នេះទៅអត់បាយចិត្តមានអីគឺគាត់ចាំដឹងយើងភ្លាមទឹកមុខភ្លាមតែយើងក៏ពេលគាត់សួរក៏យើងប្រាប់ដែរអូមកជួបយើងចេះបញ្ហាចេះទៅគាត់ស្ដាប់ហើយយើងចែករំលែកឲ្យគ្នាអញ្ចឹងណាមានពេលខ្លះកូនបងគាត់ចេះស្ដាប់កូនចាក់ទុំហើយរឿងខ្លះដែលវាស៊ីជម្រៅខាងពេកដែលវាតាក់ទងនឹង emotional អារម្មណ៍ខ្លាំងពេកគឺគាត់ស្ដាប់ហើយគាត់អត់ឲ្យយកមកគឺគាត់ពិតជាស្ដាប់យើងហើយនៅពេលដែលបងសួរថាយកបល់គាត់ក្នុងកូនអារឿងហ្នឹងមិនគាត់ថាបើមិនគឺគាត់ដូចបងគាត់បាទបងថាកូនបងហើយនៅពេលដែលយើងនិយាយពីអីមួយចឹងទៅគាត់ចាប់ផ្ដើមចាប់ថារឿងហ្នឹងគឺគាត់ឃើញទៅគឺច្បាស់មកគឺដូចជាយើងឃើញចាគឺគាត់នៅក្នុងសាច់រឿងហ្នឹងជាមួយយើងអារម្មណ៍នៅជាមួយយើងពីព្រោះគាត់មានភាពស្ងាត់មួយនៅក្នុងខ្លួនឯងគាត់ជួយចិត្តគូចង់អារម្មណ៍ចឹងគាត់យល់ពីទឹកចិត្តនឹងច្រើនដែរចឹងហ្នឹងហើយមានពេលខ្លះគេទៅចាច់រឿងសុបាយអីមួយគ្នាអីចឹងទៅតែក៏បងអាសាតែចេញពីគាត់ប្រកែកចាប់ពុកពីសារគាត់គូបាទគេថាមកពាក់អាវនេះពុកនេះមិនដែរគាត់ថាអត់ទេអាវហ្នឹងគួរតែកនេះកនេះមិនចេះបានត្រូវហើយគួរឲ្យចំសក់មិនគាត់ប្រាប់បងទាំងអស់ហើយនៅពេលដែលរៀបតាមគាត់ពិតជាស្អាតមែនអញ្ចឹងបានបងថាកូនយើងមានទេពកោសល្យខាងនឹងដែរ បងចំណានដែលគិតថាខ្លួនឯងចំណានដែលមានកូនអាចពិភាក្សារឿងក្នុងចិត្តបានអាចឲ្យយោបល់បានមិនថាទោះបីយើងគ្មានមិត្តភក្តិច្រើនតែយើងមានកូនមួយដូចជាមិត្តភក្តិរបស់យើងថាបងមិនមានមិត្តភក្តិច្រើនអូយមួយខ្លាចមិនដែរមកយេគឺថាទៅគឺពិតជាសំខាន់មានពេលខ្លះផងចិត្តបានដកអ្វីមួយពីយើងហើយផ្ដល់ឲ្យយើងវិញហើយផ្ដល់ឲ្យយើងវិញមានពេលខ្លះយើងអត់អាចចងចាំអារម្មណ៍នឹងបានទេយើងអត់បានគិតមើលរឿងហ្នឹងណាដល់ពេលយើងគិតមើលទៅបានយើងគិតថាធម្មជាតិពិតជាធម្មគេបានដកការរំពឹងទុកទៅលើយើងទៅប៉ុន្តែគេឲ្យមកវិញជាមួយអ្វីដែលយើងមិនទៅកូនអញ្ចឹងបងមិនគិតថាគាត់អាចចូលចិត្តយើងទេណាទៅវិញគាត់មកហើយពេលអញ្ចឹងមិនបងគិតថាជីវិតយើងចាប់ផ្ដើមតាមពិតវាមានតលយៈភាពតាំងពីដើមមកហើយបាទតែអត់ចាប់អារម្មណ៍តែមនុស្សពីច្រើនគាត់ពិតជាអត់ចាប់អារម្មណ៍តែបើគាត់ចេះគេគាត់ពិតជាឃើញថាយុទ្ធធម៌គឺសម្រាប់គាត់គឺមានរហូតអត់ចាំបាច់ទៅរហូតយុទ្ធធម៌ណាទេខ្លឹងស្មារតីតែសំខាន់យើងអាចទទួលបានអត់យើងអាចទទួលបានអ្វីដែលជាអំណោយមកអ្វីដល់ពេលយើងឃើញថាអូតាមពិតវាជាអំណោយដល់អីមួយផ្ដល់អីមួយឲ្យយើងនឹងរីករាយហើយបងមែនតើចេះវាមិនអាចមកទាំងពីរទេព្រោះខ្លួននេះដូចកន្លែងស្តុកតិនណីអញ្ចឹងព្រោះតែមកច្រើនពេកវានឹងពេញហើយអញ្ចឹងប្រកាសដកចេញខ្លះឲ្យមកខ្លះបាទគេបង្រៀនយើងបាទគេបង្រៀនយើងបាទតែយើងអត់ទៅចាប់អារម្មណ៍អូខេនេះសំណួរបន្តទៀតពួកបងសួរវិញអត់ទេសួរមកបាទហើយមានសង្សារនៅទេអូយបងឃើញសប្បាយរហូតហើយអញ្ចឹងទាំងលោមានអ្នកលួចក្រាស់សារភាពអីនៅក្នុងពេកអីអញ្ចឹងណាអ្នកនឹងសារភាពបានណាអញ្ចឹងណាបាទអាចសារភាពបានអត់អីទេអូខេអញ្ចឹងបងមានអីទៀតទេជាអត់មានទេណាបាទងាយបាទងាយសบายទេបាទអញ្ចឹងអរគុណបងប្អូនអរគ្នាយើងសម្រាប់ថាយើងផ្អាកនេះចាយើងផ្អាកបាននិយាយដែរអរគុណបងប្អូនអរគ្នាសម្រាប់ការចូលមើល podcast នេះដល់វគ្គនេះវគ្គនេះគឺជាវគ្គដែលយើងត្រូវចំនួនបាទព្រោះថាខាងកូនចៅគាត់ពងគាត់ស្រួលចាគាត់ប្រាស្រ័យបាទអូខេបាទរយៈពេលបន្តហ្នឹងទៅនិយាយដើមកូនហើយជជែកគ្នាអំពីកូនទាំងដែលខ្លួនឯងពុំមានកូនបាទអរគុណបងប្អូនអរគ្នាបាទ